វិតាលសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី1 ក្រុមហ៊ុន One Fraternity Eco Vital សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រុមប្រធានបទបរិច្ចាគឈាមសង្គ្រោះជីវិតជាលើកទី1ដែលបានប្រព្រឹត្តទៅនៅផ្សារ Heritage Walk ខេត្តសៀមរាបកាលពីថ្ងៃទី24 ខែមេសាឆ្នាំ2025ទទួលបានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីនិស្សិតមន្ត្រីរាជការនិងសិស្សប្រសិទ្ធជនជាច្រើនគួរឲ្យកត់សម្គាល់លោកជំទាវចឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Eco Vital បានមានប្រសាសន៍ថាមូលនិធិ25រៀលរបស់ Vital ជានិច្ចកាលតែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រនៅកិច្ចការងារសង្គមក្នុងនោះគឺមានការងារចុះប្រមូលអំណោយឈាមតាមរយៈការសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមហើយថ្ងៃនេះផ្ទាល់ Vital បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី1នៅលើទឹកដីអង្គរនៃខេត្តសៀមរាបលោកជំទាវបានបន្តទៀតថាការបរិច្ចាគឈាមគឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេតែផ្ទុយទៅវិញគឺនាំមកនូវសុខភាពល្អនិងផ្ដល់ជាអំណោយសម្រាប់ជីវិតជូនដល់ជនរងគ្រោះប្រកបដោយក្តីសង្ឃឹមដែលមានតម្លៃពុំអាចកាត់ថ្លៃបានព្រោះឈាមពុំអាចផលិតឡើងដោយរោងចក្របាននោះទេប្រភពតែមួយគត់ដែលមិនចេះរីងស្ងួតប្រកបដោយប្រសិទ្ធភាពសុខសុវត្ថិភាពនោះគឺការបរិច្ចាគដោយស្ម័គ្រចិត្តចេញពីសិស្សប្រសិទ្ធជនម្នាក់ៗលោកជំទាវសង្ឃឹមយ៉ាងមុតមមថាតាមរយៈយុទ្ធនាការដ៏ឃ្លាវខ្លានាថ្ងៃនេះកំណើននៃសិស្សប្រសិទ្ធជនបរិច្ចាគឈាមនៅខេត្តសៀមរាបនឹងបន្តកើនឡើងពិសេសកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តសៀមរាបដើម្បីបំពេញស្តុកឈាមសុវត្ថិភាពជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ឯកឧត្តមអ្នកណែរុនអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលខេត្តសៀមរាបបានដាក់ចេញនៅផែនការអន្តរភាពជាច្រើននិងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមនិងផ្ដល់កិច្ចសហការលើការពង្រឹងការលើកកម្ពស់សេវាសុខភាពសាធារណៈដល់ប្រជាជនក្នុងនោះការចូលរួមផ្ទាល់ពីវិស័យឯកជននិងសប្បុរសជននានាគឺពិតជាពុំអាចខ្វះបានឡើយដើម្បីជំរុញឲ្យវិស័យសុខាភិបាលនៅក្នុងខេត្តកាន់តែរីកចម្រើនបន្ថែមទៀតឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះការចូលរួមចំណែកលើការងារសង្គមដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន One Fraternity Vital តួយ៉ាងកម្មវិធីថ្ងៃនេះដែលបានផ្ដួចផ្ដើមរៀបចំផ្សព្វផ្សាយបំផុសគំនិតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងការប្រមូលអំណោយឈាមពីសិស្សប្រសិទ្ធជននៅមូលដ្ឋានខេត្តសៀមរាបបន្ថែមពីនេះឯកឧត្តមក៏សូមចូលរួមអំពាវនាវដល់សិស្សប្រសិទ្ធជនពីគ្រប់ស្ថាប័នរដ្ឋនិងឯកជនបន្តចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនមែនសម្រាប់តែក្នុងកម្មវិធីថ្ងៃនេះប៉ុណ្ណោះទេតែនឹងបន្តបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាប្រចាំព្រោះនេះជាកាយវិការមនុស្សធម៌ដ៏មានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គមនិងមនុស្សជាតិរបស់យើង។